បាទជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះសូមចែករំលែកបងប្អូនទីបងប្អូនណាពាក់ព័ន្ធនឹង account Payout បងប្អូនណាមានគ្នាយើងគាត់មានបញ្ហាពាក់ព័ន្ធនឹង account Payout កន្លែងម្ចាស់គណនីទូទាត់ណាកន្លែងឈ្មោះហ្នឹងមានន័យថាកន្លែង username ហ្នឹងម្ចាស់គណនីទូទាត់ហ្នឹងឈ្មោះកន្លែង username នៅក្នុង Payout ហ្នឹងគាត់ដាក់ឈ្មោះខុសពីអត្តសញ្ញាណរបស់គាត់អញ្ចឹងទៅគាត់បារម្ភខ្លាចមានបញ្ហាក្នុងការទទួលលុយក្នុងការអីបងប្អូនណាជំរាបជូនបងប្អូនកន្លែងនេះតិចបងប្អូនណានៅកន្លែងហ្នឹងសូមឲ្យបងប្អូនបែងចែកជាពីរបើសិនជាក្នុងករណីដែល Payout របស់បងប្អូនណា Payout របស់បងប្អូនធ្វើឲ្យបងប្អូនណាបងប្អូនធ្វើឲ្យមានថា create ឈ្មោះហ្នឹងឲ្យអស់ហើយឈ្មោះហ្នឹងបានខុសហើយបងប្អូនណាប៉ុន្តែដោយឡែក Payout របស់បងប្អូនមានព័ត៌មានពេញលេញមិនទាន់មានបញ្ហាអីទេបងប្អូនណា verified document realistic អីក៏មិនទាន់មានដែរគឺមានព័ត៌មាន bank មានអីធំទៅអញ្ចឹងជំរាបជូនបងប្អូនថាបងប្អូនទុកធម្មតាសិនទៅបងប្អូនណាបងប្អូនកុំតន់អាចធ្វើអីទុកធម្មតាសិនចាំយើងទទួលលុយបានហើយចាំយើងធ្វើការផ្លាស់ប្ដូរនៅពេលក្រោយក៏បានដែរបងប្អូនណាមួយទៀតបើសិនជាក្នុងករណីដែល Payout នឹងមានបញ្ហាពណ៌ក្រហម realistic verified document អូខេចាំយើងផ្លាស់ប្ដូរហើយវិធីផ្លាស់ប្ដូរបច្ចុប្បន្នហ្នឹងមានដូចជា transfer Payout បងប្អូនណាខ្ញុំចង់បញ្ជាក់ជូនបងប្អូនសកត់ធ្ងន់កន្លែងពាក់ព័ន្ធនឹង Payout ហ្នឹងបើសិនជាក្នុងករណីដែលអត់ទាន់មានបញ្ហាអីទេបងប្អូនណាអត់ទាន់មានបញ្ហាអ្វីទេ Payout នៅដំណើរការធម្មតាគ្រាន់តែខុសឈ្មោះកន្លែងហ្នឹងទេអញ្ចឹងបងប្អូនទុកសិនចាំទទួលលុយហើយចាំដោះស្រាយតាមក្រោយបងប្អូនណានេះជាអ្វីដែលខ្ញុំអាចចែករំលែកជូនបងប្អូនបានបងប្អូនណាសម្រាប់បងប្អូនយើងដែលមានវិធីសាស្ត្រផ្សេងពាក់ព័ន្ធនឹងការរកលុយជាមួយនឹង Facebook ឬក៏ YouTube អាចចែករំលែកនៅក្នុងខ្ទង់ comment នេះបានបងប្អូនណាអរគុណច្រើនបងប្អូន